ស្លោចង់ខាសចង់ឆាឬប្រឡាក់មិនបាច់ធុញថប់មិនបាច់រារាក្នុងទឹកគីនខេគីជំនុំមកនៅរូបិនតពិតស្នាដៃចង់ភើអាចជីពកូនខ្មែរពិតគ្រប់ខេត្តក្រុងមានយ៉ាមីខេ168ជំនួយបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទជាថ្មីម្ដងទៀតហើយនៅក្នុងកម្មវិធីចែកម្លែកពីវិជាធ្វើម្ហូបផ្សេងៗនៅក្នុងកម្មវិធីរបស់ផ្ទះបាយចល័ត King KH Kitchen បាទដែលពួកយើងតែងតែនាំមកនៅជាមួយនឹងម្ហូបថ្មីៗប្លែកៗប្រចាំទៅតាមតំបន់ទៅតាមខេត្តដើម្បីធ្វើការចែកម្លែកជូនទៅចំពោះពុកម៉ែបងប្អូនទាំងគ្នាបានទស្សនាបាទអញ្ចឹងដោយដែលពុកម៉ែបងប្អូនទាំងគ្នាបានឃើញនៅក្នុងដៃរបស់ខ្ញុំមួយចង្អេរនេះគឺជាគ្រឿងផ្សំគោលនៃមុខម្ហូបរបស់យើងដែលរួមមានដូចជាបាទគឺទី1គឺជាប្រភេទបន្លែបាទដែលដុះនៅតាមតំបន់ព្រៃភ្នំផ្សេងៗនេះគឺជាផ្សិតស្មាច់បាទផ្សិតស្មាច់បងប្អូនណាវាមានលក្ខណៈរៀងល្វីងតិចៗប៉ុន្តែបើយើងចូលចិត្តបាត់ល្វីងគឺយើងមិនបាច់ស្រោះទេប៉ុន្តែផ្សិតនេះគឺខ្ញុំមិនចូលចិត្តបាត់ល្វីងគឺខ្ញុំស្រោះរួចហើយបាទហើយយើងមានជាមួយនឹងបន្លែបន្ទាប់នេះដែលខ្ញុំបានបេះនឹងសម្អាតលាងសម្អាតរួចហើយបងប្អូនណាអានេះគឺបងប្អូនដែលចូលចិត្តញ៉ាំបញ្ឆៅពីច្រើនស្គាល់ហើយបាទគឺគេហៅថាស្លឹកអង្រៀងបាទរសជាតិវាជូរអែមបាទចំពោះផ្នែកខាងសាច់របស់យើងគឺយើងមានជាមួយនឹងសាច់ជ្រូកចិញ្ច្រាំដែលខ្ញុំបានលាងសម្អាតហើយនឹងចិញ្ច្រាំរួចហើយបាទហើយនឹងជាមួយនឹងគេហៅថាពងទាបាទពងទាស្រែបាទអញ្ចឹងជាមួយនឹងមុខម្ហូបនេះគឺងាយទេបងប្អូនគ្រឿងផ្សំអត់មានច្រើនមែនទេបាទគឺមានតែប្រហែលមុខដែលខ្ញុំរៀបរាប់ជូនបាទតោះដើម្បីកុំឲ្យខាតពេលវេលាយូរតោះទៅចម្អិនជាមួយនឹងខ្ញុំបាទទាំងអស់គ្នា Let's go បាទអញ្ចឹងដើម្បីធានាបាននៅសុវត្ថិភាពម្ហូបអាហាររបស់យើងគឺយើងត្រូវសម្អាតដៃរបស់យើងឲ្យបានស្អាតគឺយើងបាញ់ជាមួយនឹង Hypoclean ដើម្បីសម្លាប់មេរោគបាក់តេរីផ្សេងៗដែលតោងជាប់ជាមួយនឹងដៃជាមួយនឹងសម្លៀកបំពាក់របស់យើងបាទដើម្បីធានាបានជាមួយនឹងសុវត្ថិភាពម្ហូបអាហារបាទហើយបន្ទាប់មកគឺយើងធ្វើការពាក់ស្រោមដៃបាទដើម្បីអនាម័យទាំងអស់គ្នាណាបងប្អូនពាក់ស្រោមដៃហើយជាដំបូងគឺយើងធ្វើការបំខ្ទឹមចិញ្ច្រាំទាំងអស់គ្នាបាទអញ្ចឹងយើងធ្វើការបកខ្ទឹមបាទចំពោះការចិញ្ច្រាំខ្ទឹមគឺចំពោះខ្ញុំអត់ទៅចូលចិត្តម៉ត់អីពេកទេបងប្អូនខ្ញុំបានបង្ហាញជាមួយនឹងបន្លែរបស់យើងដែលមានផ្សិតបងប្អូនបានស្គាល់ផ្សិតនឹងដែរនៅបាទហើយដឹងថាផ្សិតហ្នឹងមានរសជាតិយ៉ាងខ្លះជួយខមមិននៅខាងក្រោមវីដេអូទាំងអស់គ្នាបាទចំពោះខ្ញុំលើកទី1ហើយបាទគាត់ថាខ្ញុំល្បីតគ្នាមកថាផ្សិតហ្នឹងគឺវាមានប្រយោជន៍ច្រើនដល់សុខភាពរបស់យើងបាទហើយញ៉ាំទៅត្រជាក់ក្នុងបាទអញ្ចឹងយើងធ្វើការចាក់ខ្ទឹមចិញ្ច្រាំរបស់យើងចូលបំពងខ្ទឹមយើងឲ្យរៀងក្រហមបន្តិចមកឲ្យវាឈ្ងុយបាទធ្វើឲ្យមុខម្ហូបយើងឆ្ងាញ់គឺយើងប្រើជាមួយនឹង Yummy KH Food បាទខ្ញុំបានជ្រើសរើសជាមួយនឹងរសជាតិបែបហឹរគឺយើងមានពីរប្រភេទបងប្អូនណា Yummy KH Food គឺមានរសជាតិដើមហើយនិងរសជាតិហឹរបាទអញ្ចឹងសម្រាប់មុខម្ហូបប៉ុណ្ណេះគឺខ្ញុំប្រើទឹកផ្សំគ្រឿងស្រាប់បាទដោយចំនួនជាមួយនឹងស្ករប៊ីចេងអំបិលបាទគឺយើងអត់ប្រើទេគឺយើងប្រើតែទឹកផ្សំគ្រឿងនេះបាទគឺខ្ញុំប្រើចំនួន3ស្លាបព្រាណាបងប្អូនណាបាទហើយរូបមន្តនេះគឺរូបមន្តរបស់ចុងភៅអាជីពតែម្ដងបាទគឺមុននឹងយើងធ្វើការដាក់លីងក៏ដូចជាឆាជាមួយនឹងសាច់គឺយើងប្រើជាមួយនឹងទឹកផ្សំគ្រឿងនេះដើម្បីឲ្យវាចំអិនជាមួយនឹងភ្លើងហើយនឹងខ្លាញ់របស់យើងឲ្យវាឈ្ងុយសិនបាទនេះគឺជាសាច់ចិញ្ច្រាំរបស់យើងបាទបាទអញ្ចឹងយើងធ្វើការរំលីងសាច់ជ្រូកបាទចិញ្ច្រាំជាមួយនឹងគ្រឿងឃើញថាឈ្ងុយហ៎បាទឈ្ងុយបដាហើយឲ្យរៀងស្ងួតឲ្យដាច់ទឹកបងប្អូនបាទអញ្ចឹងខ្ញុំជ្រើសយកជាមួយប្រភេទសាច់3ជាន់បងប្អូនណាគឺជាប្រភេទសាច់ដែលមានខ្លាញ់បាទហើយយើងចិញ្ច្រាំវាហើយវាចាប់ជាតិគ្នាជាមួយនឹងផ្សិតបានល្អមែនទែនតាមគេហៅថាអ្នកដែលគាត់ធ្លាប់ធ្វើហ្នឹងគាត់ណែនាំមកអញ្ចឹងសាច់ឃើញថាសាច់វាឆ្អិនហើយបាទអញ្ចឹងយើងធ្វើការចាក់សាច់ស្មាច់របស់យើងចូលបាទជាមួយនឹងម្ទេសបាទសម្រាប់បងប្អូនចូលចិត្តហឹរដាក់ច្រើនទៅខ្ញុំចូលចិត្តល្មមដាក់2គ្រាប់អីបាទអញ្ចឹងយើងធ្វើការចាក់ផ្សិតបាទផ្សិតស្មាច់ចូលទៅក្នុងខ្ទះហើយយើងធ្វើការឆាត្រឡប់ដើម្បីឲ្យចូលជាតិគ្នាល្អផ្សិតហ្នឹងវាមានលក្ខណៈរៀងល្វីងណាបងប្អូនបើសិនជាអត់ចង់ល្វីងទេគឺអាចស្រោចពី3ទឹកអីចឹងទៅប៉ុន្តែខ្ញុំចូលចិត្តបែបល្វីងដោយសារតែខ្ញុំមានជាមួយនឹងនេះបន្លែស្លឹកល្ងាងបាទដើម្បីដាក់ទៅជួយកាត់បន្ថយជាតិល្វីងនៅក្នុងផ្សិតហ្នឹងអញ្ចឹងយើងធ្វើការដាក់បន្លែស្លឹកល្ងាងរបស់យើងចូលបងប្អូនអាចហាន់ជាល្អិតក៏បានដែរណាប៉ុន្តែសម្រាប់ខ្ញុំដាក់តែអញ្ចឹងហ្មងដោយសារបេះហើយលាងសម្អាតហើយហីបាទអញ្ចឹងយើងធ្វើការឆាវាឲ្យឆ្អិនសពប់ហ្នឹងណាហើយតបមកចាំយើងចាក់ដងទាដែលយើងផ្សំគ្រឿងចូល
បន្តមកទៀតយើងធ្វើការគោះពងទាបាទធ្វើការគោះពងទាចូលបាទអញ្ចឹងខ្ញុំដាក់ពងទាចំនួន5គ្រាប់ដាក់ឲ្យច្រើនតិចទៅបងប្អូនណាហើយវាមានជាតិបាទចំពោះពងទារបស់យើងដើម្បីឲ្យចូលជាតិគ្នាកាន់តែឆ្ងាញ់គឺយើងអាចលាយជាមួយនឹងទឹកផ្សំគ្រឿងរបស់យើងបាទគឺយើងប្រើមួយស្លាបព្រាទៀតមកហើយយើងធ្វើការវាយបញ្ចូលគ្នាដើម្បីឲ្យវាចូលជាតិគ្នាល្អឥឡូវនេះយើងធ្វើការចាក់ពងទាដែលយើងផ្សំគ្រឿងរួចជាមួយនឹងទឹកផ្សំគ្រឿង Yummy KH Food យើងធ្វើការចាក់ពងទាយើងចូលមកសម្រាប់បងប្អូនដែលចូលចិត្តរបៀបដូចថាជាទឹកសម្រាប់លាយជាមួយបាយជាមួយអីចឹងអាចបន្ថែមជាមួយនឹងទឹកចឹងទៅណាប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តរបៀបគោកអញ្ចឹងខ្ញុំយកប៉ុណ្ណេះបាទលបាយប៉ុណ្ណេះល្មមភាសាយើងចាក់ពងទាចូលហើយយើងឆាទៅទៀតទៅវាចេញទឹកមកហើយបាទឥឡូវនេះមុខម្ហូបឆាផ្សិតស្មាច់ជាមួយនឹងសាច់ចិញ្ច្រាំរបស់យើងគឺបានរួចរាល់ឥឡូវនេះយើងធ្វើការហាន់ខ្ទឹមដើម្បីយើងទុកដាក់ទៅលើសម្លឆាផ្សិតស្មាច់របស់យើងគឺនៅចុងក្រោយគឺយើងបន្ថែមជាមួយនឹងស្លឹកខ្ទឹមយើងចាក់ស្លឹកខ្ទឹមពាក់កណ្ដាលអញ្ចឹងមកពាក់កណ្ដាលទៀតទុកយើងចាក់លម្អនៅពេលដែលយើងដួសដាក់ចានឥឡូវនេះមុខម្ហូបរបស់យើងគឺរួចរាល់ហើយអញ្ចឹងសូមធ្វើការអនុញ្ញាតបាទឲ្យខ្លួនឲ្យបានភ្លក់ជាមួយនឹងឆាផ្សិតនេះបាទឆ្ងាញ់បងប្អូនអាចធ្វើតាមរូបមន្តដែលខ្ញុំជម្រាបជូនខាងលើនេះបានបាទហើយកុំភ្លេចបាទចង់ញ៉ាំជាមួយនឹងមុខម្ហូបដែលឆ្ងាញ់មិនថាឆាមិនថាស្លមិនថាខមិនថាប្រឡាក់សាច់មិនថាចៀនមិនថាឆាគឺកុំភ្លេចជ្រើសរើសជាមួយនឹង Yummy KH Food ដែលមាន2ជម្រើស2រសជាតិសម្រាប់បងប្អូនគឺមានរសជាតិដើមនិងរសជាតិហឹរមុខម្ហូបរបស់យើងដាក់មួយចានមកដាក់ខ្ទឹមចុងក្រោយមកដើម្បីឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ជាការស្រេចឈ្ងុយបាទមុខម្ហូបដែលមានឈ្មោះថាឆាផ្សិតស្មាច់ជាមួយនឹងសាច់ចិញ្ច្រាំពងទាគឺបានរួចរាល់ជាការស្រេចសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានជាមួយនឹងវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់បាទជួបគ្នាជាមួយនឹងខ្ញុំបាទនៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលអរគុណបាយបាយ